វិធីសាស្ត្រទាំង5នៅក្នុងការសន្សំទី1គឺកំណត់គោលដៅនៅក្នុងការសន្សំការកំណត់គោលដៅជាក់លាក់គឺជាជំហានដំបូងសំខាន់បំផុតនៅក្នុងការសន្សំប្រកបដោយប្រសិទ្ធភាពអ្នកគួរតែកំណត់គោលដៅនៅក្នុងការសន្សំនឹងតាមរយៈពេលខ្លីឬរយៈពេលវែងឧទាហរណ៍ថាសន្សំប្រាក់$100នៅក្នុងមួយខែសម្រាប់គោលដៅរយៈពេលខ្លីឬចង់សន្សំ$1000ក្នុងមួយឆ្នាំសម្រាប់គោលដៅរយៈពេលវែងគោលដៅទាំងនេះនឹងជួយអ្នកក្នុងការរក្សាការលើកទឹកចិត្តនិងការតាមដានលទ្ធផលដែលបានសម្រេចចំណុចទី2ធ្វើតារាងថវិកាប្រចាំខែការបង្កើតតារាងថវិកាប្រចាំខែជួយអ្នកក្នុងការគ្រប់គ្រងចំណូលនិងការចំណាយយ៉ាងមានប្រសិទ្ធភាពចាប់ផ្ដើមដោយការកត់ត្រាចំណូលសរុបរបស់អ្នកបន្ទាប់មកធ្វើបញ្ជីនៃការចំណាយចាំបាច់ទាំងអស់ដូចជាថ្លៃជួលផ្ទះថ្លៃអាហារការធ្វើដំណើរផ្សេងៗក្រៅពីនេះអ្នកអាចមើលឃើញហើយថាតើមាននៅសល់ប្រាក់អ្វីខ្លះស្រាប់សមចំណុចទី3កាត់បន្ថយការចំណាយណាដែលមិនចាំបាច់វិធីនេះអ្នកត្រូវតែវិភាគដោយយកចិត្តទុកដាក់អំពីការចំណាយប្រចាំថ្ងៃរបស់អ្នកពិនិត្យមើលថាតើអ្នកបានចំណាយប្រាក់ទៅលើអ្វីខ្លះដែលមិនសូវចាំបាច់ឧទាហរណ៍ថាការចំណាយទៅលើការទិញកាហ្វេខាងក្រៅរាល់ថ្ងៃការទិញកញ្ចប់សេវាកម្មអីមួយដែលមិនសូវប្រើដោយសារតែយើងឃើញការផ្សព្វផ្សាយរបស់គេមើលទៅទំនងមានភាពទាក់ទាញការកាត់បន្ថយការចំណាយទាំងអស់នេះជួយអ្នកក្នុងការសន្សំបានច្រើនចំណុចទី4ប្រើប្រាស់វិធីសាស្ត្រការសន្សំជាអាទិភាពមុនគេបន្ទាប់មកជាការចំណាយវិធីនេះបង្ហាញថាអ្នកគួរតែយកលុយមួយចំនួនមកដើម្បីធ្វើការសន្សំមុនពេលចំណាយទៅលើអីផ្សេងៗទៀតភ្លាមៗដែលអ្នកទទួលបានប្រាក់ខែឬក៏ចំណូលរបស់អ្នកហ្នឹងអ្នកគួរតែដកយក10ទៅ20%ហើយដាក់ចូលទៅក្នុងការសន្សំវិធីនេះធានាថាការសន្សំរបស់យើងហ្នឹងបានធ្វើជាប្រចាំហើយធ្វើយូរទៅវាអាចក្លាយទៅជាទម្លាប់ដោយមិនពឹងផ្អែកទៅលើលុយដែលនៅសល់ចុងខែវិធីទី5គឺស្វែងរកប្រភពចំណូលបន្ថែមធម្មតាការកើនឡើងនៃចំណូលគឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ការសន្សំយើងអាចស្វែងរកការងារបន្ថែមក្នុងពេលទំនេរដូចជាលក់របស់របរណាដែលយើងមិនសូវប្រើដូចជាខោអាវណាដែលយើងស្លៀកពាក់តែម្ដងពីរដងអីអញ្ចឹងហើយយើងគិតថារបស់អស់ហ្នឹងឬក៏ខោអាវទាំងអស់ហ្នឹងយើងអត់សូវស្លៀកពាក់ទៀតទេអញ្ចឹងយើងអាចធ្វើការលក់resale អីទៅវិញទៅឬក៏ការធ្វើការងារអនឡាញដូចជាការសរសេរអត្ថបទការបកប្រែឬក៏ការរចនា graphic ការកាត់តវីដេអូអីផ្សេងទៅតាមជំនាញដែលយើងមានហើយលុយចំណូលទាំងអស់នេះយើងអាចដាក់សន្សំទាំងស្រុងឬក៏មួយផ្នែកធំដើម្បីឈានទៅដល់គោលដៅក្នុងការសន្សំនឹងកាន់តែលឿនសរុបមកការសន្សំគឺជាទម្លាប់ដ៏ល្អមួយដែលត្រូវការអនុវត្តជាប្រចាំហើយមានការបញ្ញាចិត្តខ្ពស់ចាប់ផ្ដើមពីការផ្លាស់ប្ដូរផ្នត់គំនិតតូចៗរបស់យើងបន្តិចម្ដងហើយយូរទៅវានឹងក្លាយទៅជាទម្លាប់នៅក្នុងការសន្សំការធ្វើបែបនេះវានឹងជួយឲ្យយើងអាចកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំបើសិនបើអ្នកពេញចិត្តនៅវីដេអូមួយនេះសូមចុច like ឬ subscribe ហើយបើសិនបើលោកអ្នកមានមតិយោបល់ឬមានគំនិតចង់ចូលរួមក្នុងការកែលម្អសូម comment នៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយ